ខ្ញុំមកនេះបង្ហាញពីរបៀបនៅក្នុងការឆែកមើលចំណូលចំណាយចំណេញខាតនៅក្នុង report ជាដំបូងគឺយើងចូលមក report នេះមកហើយយើង scroll មកខាងក្រោមយើងយកពាក្យ profit and loss ហើយបន្តមកទៀតយើងយក detail មកដើម្បីឲ្យវាកាន់តែច្បាស់យើងចូលយក detail ហើយយើង filter ទៅតាមថ្ងៃខែជាក់ស្ដែងឧទាហរណ៍ថាយើងចង់មើលឆ្នាំហ្នឹងហើយចុច submit បន្តមកទៀតយើងនឹងចេញមកថាឆ្នាំហ្នឹងយើងលក់ជា cash យើងបានប្រមាណហើយជាសាច់ប្រាក់នេះលក់បានប្រមាណហើយមួយទៀតតកតងជាមួយនឹង ABA ឬក៏អីផ្សេងទៀតគឺនៅក្នុងហ្នឹងហើយតកតងជាមួយនឹងអានេះគ្រាន់តែជា show ទេបង្ហាញហើយមានជាពាក្យប្រមាណអីប្រមាណគឺនៅកន្លែងហ្នឹងហើយតកតងមួយ return ក៏មានទេតកតងមួយ discount គឺមាន discount $1នៅក្នុងឆ្នាំហ្នឹងហើយមានតាក់មានអីចឹងទៅហើយមួយទៀតតកតងជាមួយនឹងមួយទៀតយើងអាចមើលទៅលើ expense គឺចំណាយឆ្នាំនេះគឺយើងអត់បានកត់ត្រាចំណាយចូលទេអញ្ចឹងគឺអត់មានទេហើយជាមួយនឹង commission គឺអត់ដែរអញ្ចឹងយើងមើលមកទៅលើ profit តែម្ដងគឺយើងលុយចំណេញទាំងអស់ឆ្នាំហ្នឹងគឺដកតកតងជាមួយនឹងការចំណាយតកតងជាមួយនឹង commission គឺបាននៅសល់ប៉ុណ្ណេះហើយតកតងមួយ ratio នេះគឺគ្រាន់តែជាការបញ្ចូលទៅគ្រាន់តែបង្ហាញទេវាអត់មានកាត់អីកន្លែងណាទេគឺវាកាត់អីរួចរាល់អីជាក់ស្ដែងហើយហើយមួយទៀតតកតងជាមួយនឹង profit and loss ហ្នឹងបើសិនជាចង់ឲ្យវាឃើញតកតងជាមួយនឹងការចំណាយនេះត្រឹមត្រូវគឺត្រូវបញ្ចូលតកតងជាមួយនឹង item មួយគឺត្រូវមានតម្លៃដើមដូចគ្នាដើម្បីវាកាត់ទៅលើតម្លៃដើមវាឃើញជាមួយនឹងការលុយចំណេញសុទ្ធតែម្ដងតកតងជាមួយនឹងវីដេអូគឺមានប៉ុណ្ណឹងសូមអរគុណ